សួស្តីអ្នកទាំងអស់គ្នាចង់ឆ្លើយសំណួរបន្តិចហ្នឹងហើយចំពោះការបរិច្ចាគឈាមចាមិនចំពោះតែអ្នកគាត់ដែលឆុងឆ្នាំទេចាសូម្បីតែអ្នកដែលគាត់ជន់ឆ្នាំក៏គាត់អាចធ្វើបានដូចគ្នាដែរចាដូចខ្ញុំអញ្ចឹងគឺខ្ញុំឆ្នាំក្រោយខ្ញុំជន់ឆ្នាំចាប៉ុន្តែអ្នកដែលឆុងគឺឆ្នាំជូតចាគឺឆុងខ្លាំងអញ្ចឹងហេតុអីបានជាយើងរើសយកការបរិច្ចាគឈាមចម្លើយគឺងាយអ្នកទាំងអស់គ្នាគឺទៅពេលដែលយើងបរិច្ចាគឈាមទៅគឺយើងជួយដល់ជីវិតមនុស្សចាអញ្ចឹងគឺយើងពិចារណាមើលគឺឈាមយើងគឺទៅជួយដល់ជីវិតមនុស្សអញ្ចឹងគឺសំខាន់មែនតើអញ្ចឹងទៅពេលយើងមានការឆុងគឺវាថាជួយដល់យើងដូចគ្នាដែរហើយមួយទៀតហ្នឹងគឺការបរិច្ចាគនៅនេះគេមាន food bank គេមានទីប៉ែតគេមានតាម Walmart អីចឹងចាយើងធ្វើការបរិច្ចាគទៅពេលដែលយើងជន់ឆ្នាំហ្នឹងហើយអូខេមានប៉ុណ្្នឹងហើយអរគុណច្រើន